បាទសួស្តីនៅក្នុងវីដេអូនេះខ្ញុំសូមចែករំលែកនៅលំហាត់មួយទៀតណាគឺជាលំហាត់ជីវវិទ្យាទាក់ទងនឹងបណ្ដោះពូជគ្រាន់បានជាការរំលឹកមេរៀនជាជំនួយស្មារតីដល់ការសិក្សាក៏ដូចជាចំណេះដឹងបន្ថែមពង្រឹងពុទ្ធិនៅក្នុងមេរៀននេះអូខេអញ្ចឹងលំហាត់នេះគឺដំបូងនេះយើងសូមសង្កេតមើលនៅតារាងជាតារាងពងសាវលីអូខេបាទហាត់តារាងនេះបង្ហាញពីការបញ្ជូនជំងឺស្វិតសាច់ដុំទៅកាន់ច្រើនជំនាន់ជំងឺស្វិតសាច់ដុំគឺជាជំងឺតពូជជាប់នឹងក្រូម៉ូសូម X លក្ខណៈអន់អ្វីដែលគេប្រាប់ណាថាជាជំងឺស្វិតសាច់ដុំដែលជាជំងឺតពូជជាប់នឹងក្រូម៉ូសូម X ហើយលក្ខណៈអន់អូខេសំណួរកបើសមាជិកមួយឥឡូវខ្ញុំសូមអានចំនួនទៅរមាំងមួយមានន័យថានៅចំនួនទី1ហើយលេខ1គឺសមាជិកទី1នៅក្នុងចំនួនទី1និងសមាជិក1 2មានកូនប្រុសម្នាក់ទៀតតើកូនប្រុសនោះមានអត្រាកើតជំងឺស្វិតសាច់ដុំប៉ុន្មានភាគរយបញ្ជាក់ណាតារាងអញ្ចឹងគឺប្រអប់នឹងតំណាងឲ្យមនុស្សប្រុសហើយមូលនឹងគឺតំណាងឲ្យមនុស្សស្រីហើយសមាជិកនៅក្នុងចំនួនទី1 1 2ហ្នឹងយើងឃើញតម្រង់បែបហ្នឹងគាត់ត្រូវជាដៃប្រពន្ធនឹងគ្នារីឯប្រអប់ក្តីឬក៏រង្វង់ក្តីដែលគេផាត់ពណ៌ហ្នឹងបញ្ជាក់ថាកើតជំងឺនៅក្នុងចំនួនទី2ចំនួនទី2យើងឃើញមានសមាជិកដល់ទៅ5នាក់ប៉ុន្តែ2 3 4ហ្នឹងគឺជាកូនណាត្រូវជាកូនបង្កើតរបស់សមាជិកលេខ1និងលេខ2នៅចំនួនទី1រីឯសមាជិកទី1និងទី5នៅក្នុងចំនួនទី2ហ្នឹងប្រអប់ហ្នឹងគឺជាប្តីរបស់សមាជិកទី2រីឯលេខ5ហ្នឹងគឺជាប្រពន្ធរបស់សមាជិកទី4បាទហើយបើយើងមើលនៅចំនួនទី3អ្នកចំនួនទី3មានសមាជិក6នាក់សមាជិកទី1ទី2ទី3នៅចំនួនទី3ហ្នឹងត្រូវជាកូនរបស់សមាជិកលេខ1លេខ2នៅក្នុងចំនួនទី2ហើយសមាជិក4 5 6នៅចំនួនទី3គឺជាកូនរបស់សមាជិកទី4និងទី5នៅចំនួនទី2បាទហើយនៅចំនួនទី3ហ្នឹងយើងឃើញថាមានអ្នកកើតជំងឺដល់ទៅ4នាក់គឺ3 4 5 6 3 4 5គឺជាកូនប្រុសឯ6គឺជាកូនស្រីនឹងនៅចំនួនទី3អូខេឥឡូវយើងចាប់ផ្ដើមធ្វើការដោះស្រាយបាទអញ្ចឹងសំណួរកមិញគេសួរថាម៉េចថាបើសមាជិក1ហើយនឹង1 2មានកូនប្រុសម្នាក់ទៀតតើកូនប្រុសនោះមានអត្រាកើតជំងឺស្វិតសាច់ដុំនឹងចំនួនប៉ុន្មានភាគរយអញ្ចឹងយើងត្រឡប់ទៅមើលបំរាប់នៃប្រធានឡើងវិញថាជំងឺស្វិតសាច់ដុំជាជំងឺតពូជជាប់នឹង X លក្ខណៈអន់យើងចាប់ដើមធ្វើការតាំងអាឡែលយើងតាំង D ធំជាអាឡែលកំណត់លក្ខណៈធម្មតាដែលជាលក្ខណៈលុបដីតូចជាអាឡែលកំណត់លក្ខណៈជំងឺស្វិតសាច់ដុំជាលក្ខណៈអន់បើដោយមនុស្សប្រុសមានក្រូម៉ូសូម XY ឯមនុស្សស្រីមានក្រូម៉ូសូម XX អញ្ចឹងនាំឲ្យគេបានសេណូទីបរបស់សមាជិកចំនួនទី1សមាជិកទី1គឺ XD ធំ Y ពីព្រោះអីគាត់ជាមនុស្សប្រុសណាសមាជិកទី1នៅក្នុងចំនួនទី1នេះគាត់ជាមនុស្សប្រុសជាមនុស្សប្រុសគឺ XY ហើយគាត់តាមរូបភាពនឹងតាមតារាងនឹងគឺគាត់អត់មានកើតជំងឺអីទេលក្ខណៈអន់ណាមនុស្សប្រុសមានក្រូម៉ូសូម X តែមួយឯងអញ្ចឹងគាត់អត់កើតជំងឺគឺ XD ធំ Y សេណូទីបរបស់សមាជិកទី2នៅក្នុងចំនួនទី1គឺជាមនុស្សស្រីហើយកើតជំងឺហើយជំងឺនេះកំណត់ដោយ gen on នៅលើក្រូម៉ូសូម X ជាងលេខជាជំងឺលុះត្រាតែជា homozygous ដូច្នេះសេណូទីបរបស់គាត់គឺ XD តូច XD តូចគាត់ជាមនុស្សស្រីអញ្ចឹងយើងអាចសរសេរការបង្កាត់មកគឺនៅចំនួនមេបាមនុស្សប្រុស XD ធំ Y បង្កាត់ជាមួយនឹងមនុស្សស្រីគឺសមាជិកទី2ចំនួនទី1ហ្នឹងគឺ XD តូច XD តូចអូខេកាម៉ែត្ររបស់ឪពុកគឺ XD ធំ1ហើយនឹង Y 1ឯកាម៉ែត្ររបស់ម្ដាយគឺ XD តូចយ៉ាអញ្ចឹងយើងអាចសរសេរលទ្ធផលនៃការបង្កើតនេះចូលទៅក្នុងតារាងពុយណេទៅក៏បានដែរដើម្បីងាយស្រួលមើលអូខេអញ្ចឹងយើងចាប់ផ្ដើមគូសតារាងពុយណេហើយយើងស្រង់កាម៉ែត្រដាក់ចូលទៅក្នុងកឡោននីមួយៗមកកាម៉ែត្ររបស់មនុស្សប្រុសគឺ XD ធំ1ហើយនឹង Y 1ឯកាម៉ែត្ររបស់មនុស្សស្រីគឺ XD តូចអញ្ចឹងយើងសរសេរមកមាន XD តូចមួយទៀត XD តូចបន្ទាប់មកយើងធ្វើការបង្កាត់បាទនៅក្នុងប្រអប់ទី1នេះគឺ XD ធំ1 XD តូច1នឹងគឺជាមនុស្សស្រីហើយ XD ធំ XD តូចគឺផ្ទុកជំងឺតមកទៀត XD តូច
នឹងវាយហ្នឹងមនុស្សប្រុសអានឹងអត់ទុកទេគឺកើតជំងឺតែម្ដងបាទបន្តទៀតគឺ XD ធំ1 XD តូច1នឹងផ្ទុកជំងឺដែរហើយគឺជាមនុស្សស្រីមួយទៀតគឺ XD តូចនឹងវាយនេះគឺជាមនុស្សប្រុសហើយកើតជំងឺបាទអញ្ចឹងយើងបានលទ្ធផលដូចនេះយើងត្រឡប់ទៅមើលប្រធាននៃសំណួរវិញគេសួរថាម៉េចថាបើសមាជិក1ហើយនឹង1 2គាត់មានកូនប្រុសម្នាក់ទៀតសួរថាតើមានអត្រាកើតជំងឺស្វិតសាច់ដុំនឹងប្រមាណភាគរយជាងតាមរយៈលទ្ធផលនៅក្នុងតារាងនេះយើងឃើញថាកូនប្រុសរបស់គាត់នឹងគឺសុទ្ធតែកើតជំងឺដូច្នេះយើងសរសេរចម្លើយចុងក្រោយមកថាដូចនេះកូនប្រុសម្នាក់ទៀតរបស់សមាជិក1និង1 2នឹងកើតជំងឺស្វិតសាច់ដុំ 100%អូខេតែឥឡូវយើងចូលដល់សំណួរខអូខេសំណួរខផ្អែកលើតារាងពង្សាវលីតើអំណះអំណាងណាមួយត្រឹមត្រូវជាក្នុងសំណួរខនេះគឺជាសំណួរភូជ្រើសរើសចឹងយើងមានចម្លើយ4មាន A B C D ចម្លើយ A សមាជិកទី2 3គឺចំនួនទី2សមាជិកទី3មាន phenotype XD ធំ Y B សមាជិក2 1ផ្ទុកជំងឺស្វិតសាច់ដុំ C បើសមាជិក3 1រៀបការជាមួយនារីម្នាក់គ្មានជំងឺហើយមិនផ្ទុកជំងឺស្វិតសាច់ដុំទេនោះពួកគេនឹងគ្មានកូនណាមួយកើតជំងឺស្វិតសាច់ដុំឡើយចម្លើយ D សមាជិកទី4និងទី5មានកូនទី4នោះកូនទី4មានអត្រាមិនកើតជំងឺស្វិតសាច់ដុំ 50% អូខេអញ្ចឹងសូមពិនិត្យមើលតារាងពង្សាវលីនេះឡើងវិញហើយចាប់ផ្ដើមវិភាគចម្លើយមួយដើម្បីជ្រើសរើសចម្លើយបានត្រឹមត្រូវA បាទចម្លើយ A តាមរយៈតារាងហ្នឹងយើងឃើញថាម៉េចឃើញថាសមាជិក2 3គឺចំនួនទី2សមាជិកទី3ជាមនុស្សប្រុសមែនទេហើយកើតជំងឺទៀតមនុស្សប្រុសកើតជំងឺប៉ុន្តែចម្លើយ A គេថាម៉េចសមាជិក2 3មាន phenotype XD ធំ Y ចឹងគាត់ជាមនុស្សប្រុសកើតជំងឺមិនអាចមាន XD ធំទេចឹងចម្លើយ A មិនត្រឹមត្រូវបាទយើងខ្វែងវាចោលមួយថាមិនត្រឹមត្រូវទេ B តាមរយៈតារាងយើងឃើញថាសមាជិក2 1គឺសមាជិកទី1នៅក្នុងចំនួនទី2មិនផ្ទុកជំងឺទេមិនផ្ទុកជំងឺទេពីព្រោះគាត់ជាមនុស្សប្រុសមានក្រូម៉ូសូម XY ចឹងមនុស្សប្រុសអត់មានករណីផ្ទុកជំងឺទេគាត់មាន X តែមួយដូច្នេះកាលណាមានអាឡែលកំណត់ជំងឺទៅលើក្រូម៉ូសូម X របស់គាត់បានន័យថាគាត់កើតជំងឺហើយអត់មានករណីផ្ទុកទេអូខេអញ្ចឹង B គាត់ជាចម្លើយមិនត្រឹមត្រូវទេណាសមាជិកទី1នៅក្នុងចំនួនទី3គឺសមាជិក3 1ជាមនុស្សប្រុសធម្មតាចឹងគាត់មាន phenotype XD ធំ Y ឯនារីធម្មតាហើយមិនផ្ទុកសែនជំងឺទៀតដូច្នេះគាត់ត្រូវមាន phenotype XD ធំ XD ធំបាទដើម្បីឲ្យកាន់តែច្បាស់យើងសាកសរសេរការបង្កើតមកមេបាមនុស្សប្រុសគឺ XD ធំ Y នារីគឺ XD ធំ XD ធំកំណែតរបស់មនុស្សប្រុសមាន XD ធំមួយហើយនិង Y មួយរីឯនារីគឺមាន XD ធំអញ្ចឹងកូនរបស់គាត់គឺមាន XD ធំមួយ XD ធំណានិងកូនរបស់គាត់ម្នាក់ទៀតជា XD ធំនិង Y តោះហ្នឹងគឺសុទ្ធតែអត់មានជំងឺទេអូខេអញ្ចឹងបែរជាអាចជាចម្លើយនេះត្រឹមត្រូវបាទយើងទៅអានចម្លើយ C ឡើងវិញមើលថាបើសមាជិក3 1រៀបការជាមួយនារីម្នាក់គ្មានជំងឺហើយមិនផ្ទុកជំងឺស្វិតសាច់ដុំនោះពួកគេនឹងគ្មានកូនណាមួយដែលកើតជំងឺស្វិតសាច់ដុំឡើយអូខេចឹងតាមរយៈការផ្ទៀងផ្ទាត់នេះយើងឃើញដូចថាត្រឹមត្រូវហើយឥឡូវយើងទៅពិនិត្យមើលចម្លើយ D បន្តទៀតសិនថាបើសមាជិក2 4និង2 5មានកូនទី4នោះកូនទី4មានអត្រាមិនមានជំងឺស្វិតសាច់ដុំនឹងចំនួន 50% ឥឡូវយើងពិនិត្យមើលសិនថានៅក្នុងតារាងយើងឃើញថាម៉េចសមាជិក2 4គឺជាមនុស្សប្រុសកើតជំងឺ XD តូច Y គាត់កើតជំងឺអញ្ចឹងគាត់ត្រូវមាន XD តូចនិង Y រីឯសមាជិក2 5គាត់ជាមនុស្សស្រីត្រូវមាន phenotype XD តូចនិង XD តូចនាំឲ្យកូនទី4របស់គាត់នឹងគឺប្រកាសជាកើតជំងឺ 100%
rồiចឹងដែលគេថាកូនទី4របស់គាត់មិនមានជំងឺសាច់ស្វិតសាច់ដុំហ្នឹងក្នុងអត្រា 50% គឺពុំត្រឹមត្រូវទេបាទដូច្នេះចម្លើយ C គឺជាចម្លើយត្រឹមត្រូវនៅក្នុងសំណួរខសំណួរកតើសមាជិកទី2គឺចំនួនទី2សមាជិកទី2មានសេរ៉ូទីបដូចម្ដេចមានសេរ៉ូទីបដូចម្ដេចអញ្ចឹងយើងមើលនៅក្នុងតារាងហ្នឹងទៅប្រកាសជាដឹងថាគាត់មានសេរ៉ូទីបអីហ៎បាទឥឡូវយើងធ្វើការវិភាគបន្តិចថាផ្អែកតាមតារាងគឺ3មានន័យថាសមាជិកទី3ក្នុងចំនួនទី3ហ្នឹងជាកូនប្រុសកើតជំងឺដែលមានសេរ៉ូទីប XD តូចហើយនឹង Y ដោយគាត់ត្រូវទទួលបាន XD តូចគាត់ជាកូនប្រុសណាគាត់ជាកូនប្រុសគាត់ត្រូវទទួលបានអាឡែលជំងឺនឹងពីម្ដាយអញ្ចឹងគាត់ទទួលបាន XD តូចពីសមាជិកទី2នៅក្នុងចំនួនទី2និងទទួលបានអាឡែល Y មួយនឹងគឺពីសមាជិកទី1នៅក្នុងចំនួនទី2ហ្នឹងដែលត្រូវជាប្តីប្រពន្ធរបស់គាត់ហ្នឹងដោយសមាជិកទី2គឺជាមនុស្សស្រីហើយមិនកើតជំងឺទេប៉ុន្តែគាត់ក៏ផ្ទុក XD តូចមួយដែរដូច្នេះ serotype របស់សមាជិកទី2គឺ XD ធំ XD តូចមានន័យថាគាត់ផ្ទុកជំងឺចូលដល់សំណួរខបើសមាជិកទី3គឺសមាជិកទី3ចំនួនទី2មានកូនម្នាក់ជាមួយនារីផ្ទុកជំងឺស្វិតសាច់ដុំតើកូនម្នាក់នោះនឹងជាកូនស្រីកើតជំងឺស្វិតសាច់ដុំក្នុងសមាមាត្រដូចម្ដេចបាទយើងអាចធ្វើការបកស្រាយមកថាម៉េចផ្អែកតាមតារាងពងសៅលីនឹងសមាជិកទី3គឺជាកូនប្រុសកើតជំងឺគេបានសេណូទីបរបស់គាត់នៅដោយសារគាត់កើតជំងឺហើយកូនប្រុសចឹងយើងអាចទៅសេណូទីបរបស់គាត់គឺ XD តូច Y ហើយសេណូទីបរបស់នារីផ្ទុកជំងឺគឺ XD ធំនិង XD តូចឥឡូវយើងធ្វើការបង្កាត់បាទដើម្បីរកលទ្ធផលអូខេចំនួនមេបាគឺឪពុក XD តូច1ហើយនឹង Y ហើយម្ដាយគឺ XD ធំ1និង XD តូច1កម្រិតរបស់មេបាមាន XD តូច Y មួយទៀតគឺ XD ធំនិង XD តូចបាទយើងបញ្ចូលការបង្កាត់នេះយើងបង្ហាញលទ្ធផលនៅក្នុងតារាងពុយនេះមកទៅសេកម្រិត XD តូច1ហើយនឹង Y មួយទៀតនេះគឺ XD ធំ1និង XD តូច1បាទជាលទ្ធផល XD តូចជួបមួយ XD ធំយើងបាន XD ធំ XD តូចនឹងគឺផ្ទុកហើយគាត់ជាមនុស្សស្រីបាទមួយទៀតគឺ XD ធំជាមួយ Y យើងបាន XD ធំ Y ហ្នឹងគឺជាធម្មតាទេហើយជាមនុស្សប្រុសមួយទៀតបាទ XD តូចជួបមួយ XD តូចយើងបាន XD តូច XD តូចហ្នឹងគឺការជំងឺហើយ XD តូចជួបមួយ Y គឺជាមនុស្សប្រុសដែលកើតជំងឺដែរបាទអញ្ចឹងយើងអាចឆ្លើយតបជាមួយនឹងសំណួរខថាម៉េចដូចនេះសមាមាត្រដែលសមាជិកទី2 3គឺសមាជិកទី3ចំនួនទី2នឹងមានកូនស្រីម្នាក់កើតជំងឺស្វិតសាច់ដុំគឺស្មើនឹង 25% បាទសមាមាត្រគឺ 25% បាទអញ្ចឹងលំហាត់នេះគឺមានប៉ុណ្ណឹងបើសិនជាអត់ច្បាស់ត្រង់ចំណុចណាអាចខាត្រឡប់ទៅមើលចំណុចនោះឡើងវិញទៅឬអាចមើលវីដេអូនឹងសារចុះសារឡើងឲ្យបានច្រើនដងមុខជាអាចយល់និងដោះស្រាយបានហើយបាទដូច្នេះសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់